បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាទស្សនភាពនៅខាងក្នុងវត្តពុកម៉ែបងប្អូនទាំងគ្នាបាទអធិស្ឋានដែរសន្យាថាផលិតទស្សនភាពអំពីការលើកជាវាជូនពុកម៉ែបងប្អូនទាំងគ្នាប៉ុន្តែដោយសារជាប់ទុរៈអញ្ចឹងក៏អត់បានបង្ហាញនឹងវីដេអូទស្សនភាពនៃការលើកជាវាដើម្បីតម្កល់នៅខាងលើដំបូលនេះពុកម៉ែបងប្អូនទាំងគ្នាប៉ុន្តែឥឡូវនេះគឺមកបង្ហាញជូនហើយបាទពីការងារដែលរួចរាល់តែអធិស្ឋានផងបាទអញ្ចឹងឥឡូវនេះជាវាទី1គឺបានបំពាក់នៅលើដំបូលនៃសាលារួចរាល់ពុកម៉ែបងប្អូនដែលបានលាបថ្នាំលើពណ៌មាសយ៉ាងស្អាតបានលេចធ្លោនៅលើកំពូលនៃដំបូលសាលាផ្ទាល់នេះពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងសូមផ្ញើទស្សនភាពនេះជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសូមជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានថ្មីបាទអញ្ចឹងបន្តបន្ទាប់ជាវានីមួយៗគឺត្រូវបំពាក់នៅចុងកំពូលនៃដំបូលគ្រប់ញយទេដំបូលទាំងអស់ពុកម៉ែបងប្អូនទាំងគ្នាគឺនៅសល់7ទៀតបាទជាវាទាំងអស់គឺ8ដើមបាទឥឡូវនេះគឺលើកមកដល់ហើយគឺមានពិធីបាទឥឡូវនេះពុកម៉ែបងប្អូនទាំងគ្នានៅជាប់ជាមួយនឹងសាលាផ្ទាល់គឺមានការរៀបចំជារោងបាទសងខាងបាទសងខាងរោងតែម្ដងហើយមានការតុបតែងនៅផ្នែកខាងក្នុងនៃសាលាពុកម៉ែបងប្អូនទាំងគ្នាបាទមានរូបព្រះអង្គប្រក់នាគបាទនឹងការរៀបចំគ្រឿងរណ្ដាប់ផ្សេងនៅខាងក្នុងចឹងខ្ញុំនឹងធ្វើដំណើរទៅខាងមុខនោះឃើញថាមានបាទការរៀបចំរទេសសល័យនៅខាងមុខដែលបានរៀបចំបាទលម្អរួចរាល់ទេពុកម៉ែបងប្អូននេះឥឡូវខ្ញុំនឹងធ្វើដំណើរទៅដល់ខាងមុខបង្ហាញទស្សនវិជ្ជាជូនពុកម៉ែបងប្អូនបាទអញ្ចឹងនេះជាវា7ដើមទៀតពុកម៉ែបងប្អូនគ្នា7ដើមទៀតអត់ទាន់លើកទៅដល់ទៅខាងលើទេអញ្ចឹងនឹងលើកបន្តទៀតពុកម៉ែបងប្អូននេះដោយសារតែឥឡូវនេះគឺដល់ពេលបាទដល់ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយអញ្ចឹងកំពុងតែរៀបចំដើម្បីទទួលទេវតាទទួលពរជ័យទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ពុកម៉ែបងប្អូនគ្នាបាទនេះរទេសសល័យដែលបានរៀបចំបាទចងបូចងរចនានៅលើរទេសពុកម៉ែបងប្អូនគ្នាគឺស្អាតបាទស្អាតមែនទែនកង់រទេសបែបបុរាណរបស់យើងពុកម៉ែបងប្អូនគ្នាដែលមានចង្ក្រង់មានខ្សែមានចតុលដែលបាទក្បាច់បងប្អូនគ្នាក្បាច់គឺបាទរ៉ាឬក៏ចេញជាធ្វើជាម៉ូដដែលស្អាតពុកម៉ែបងប្អូនគ្នានៅលើនេះហើយមានការរៀបចំហើយជារៀបចំទីតាំងផ្សេងទេតែឥឡូវនេះឃើញថាដាក់នៅខាងមុខនៃសាលានៅជាប់ជាមួយនឹងព្រះអង្គព្រះសីវលីបាទនេះពុកម៉ែបងប្អូនគ្នាអញ្ចឹងខាងក្នុងសាលាមានការរៀបចំលិកនៅខាងក្នុងបាទគឺឃើញថាកំពុងតែរៀបនេះទស្សនវិជ្ជានៅខាងក្នុងសាលាផ្ទាល់ហើយខាងក្នុងគឺរៀបព្រះអង្គប្រក់នាគរួចរាល់ហើយមានការរៀបចំជាអាសនៈនិងទស្សនវិជ្ជាខាងក្នុងកំពុងតែរុំស្បៃនៅខាងក្នុងបន្ថែមទៀតសម្រាប់ការងារដេកនៅខាងក្នុងអញ្ចឹងខ្ញុំđãបង្ហាញពីខាងក្រៅជូនទៅដល់ពុកម៉ែបងប្អូនគ្នាបាទទស្សនវិជ្ជាថ្មីថ្ងៃទី12បាទខែមេសាមុនចូលឆ្នាំតែមួយថ្ងៃទេពុកម៉ែបងប្អូនគ្នាបាទចឹងមកមានញឹកការរៀបចំទទួលទេវតាគ្រប់កន្លែងបងប្អូនពុកម៉ែមីងបាទនេះពុកម៉ែបងប្អូនគ្នាហើយយើងមើលពីចំហៀងវិញគឺការរៀបចំយ៉ាងស្អាតបាទជាងវាំងនោនឬក៏ហៅថាសន្តាយាបាទពុកម៉ែបងប្អូនគ្នាគឺរៀបចំនៅខាងមុខបាទនៃព្រះអង្គផ្ទាល់ជំវិញហើយទស្សនវិជ្ជានៅខាងក្នុងសាលាគឺស្អាតបាទពុកម៉ែបងប្អូនគ្នាបាទចឹងទស្សនវិជ្ជាខ្ញុំនឹងបន្តទៅខាងមុខវិញគឺថាខាងមុខក៏មានទស្សនវិជ្ជាថ្មីដែរគឺការដំឡើងរោងរួចរាល់ហើយកំពុងតែរៀបចំហើយបើនិយាយពីប្រព័ន្ធបាទរៀបចំសួនគឺពីច្រើនដាំនៅស្មៅបងប្អូនគ្នានេះពុកម៉ែបងប្អូនគ្នាគឺដាំស្មៅប្រភេទស្មៅម៉ាឡេហើយខាងមុខបាទមានការដែលរៀបចំបំពាក់បង្គោលភ្លើងពុកម៉ែបងប្អូនគ្នាគឺមិនទាន់រួចរាល់ទេបង្គោលភ្លើងផ្ការំដួលបាទផ្ការំដួលគឺឥឡូវនេះបង្គោលលើកបញ្ឈរហើយតែនៅដាក់អំពូលផ្ការំដួលពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនគ្នាអូបាទទទួលទឹកភេសជ្ជៈពីអ៊ំបាទអ៊ំស្រីគាត់អញ្ជើញមកនេះគឺមានបងប្រុសបាទនេះភេសជ្ជៈមួយដបបាទជូនតិចទាំងអស់គ្នាចឹងអរគុណជូនពរអ៊ំស្រីបាទសុខសប្បាយទាំងអស់គ្នាក្រុមគ្រួសារបាទឥឡូវបន្តដំណើរទៅខាងមុខទៀតបងប្អូនទាំងគ្នាបាទកលេចមកខាងនេះគឺជាទីតាំងស្រង់ព្រះហ្នឹងក៏បានរៀបចំបន្ថែមដែរពុកម៉ែបងប្អូនគ្នាចងបូបន្ថែមនៅទីតាំងស្រង់ព្រះផ្ទាល់នេះគឺនៅខាងមុខសឡុំពុកម៉ែបងប្អូនគ្នា
và lớp thêm một to tầm na mình một hai chuồn mà nó tiếc cứ cà rịp trong rung nó khả mục của tầm lại rủi ro thấy và là nó cứ cặp bông cà rịp và rúng và rung từ hàng cao và là thêm tầm một hai chuồn vào con cùng hai bên mình ở kia và này cùng hai con con đó kia chia sài chân tì tăng cứ là nó cứ rịp rung hàng cao rủi ro thấy và sản phẩm trâu bát cứ trâu ban đồng có tì tăng rung to và chẳngเตรียมពិធីបុណ្យចូលឆ្នាំដើម្បីរៀបជាទីតាំងនៅខាងនេះហើយធំបាទរួមនឹងទលាយណានៅខាងមុខព្រះវិហារនេះបងប្អូននៅមុខព្រះវិហារថ្មីបាទសំពៅត្របាតនេះគឺហែមកពីតាំងពីខេត្តសៀមរាបបងប្អូននៅគ្នាបាទពេលដែលហែគឺក៏ក្រឹកក៏ក្រែងមកផ្អើលវត្តសុទ្ធបងប្អូនបាទពេលដែលហែនោះគឺបងប្អូនពុកម៉ែមានប្រកាសជាឃើញហើយបាទគ្រប់បងប្អូនអ្នកYouTube ទាំងអស់នេះគឺបានផ្សព្វផ្សាយឲ្យឃើញថាមានការត្រេកអរហើយអត់សរសើរនៅទឹកដៃជាងពុកម៉ែបងប្អូនគ្នាដែលបានហែមកឲ្យទីតាំងនៅខាងមុខនៃព្រះវិហារហើយគឺនៅខាងមុខនឹងទីតាំងនៃខ្លងទ្វារទី2ដែរនេះបងប្អូនគ្នាតែជាខ្លងទ្វារដែលបានថាសឹងថាចាក់នៅក្បាច់បាទកំពូលបើមិនជឿក្បាច់កំពូលគឺរួចរាល់ហើយខ្ពស់ណាស់ពុកម៉ែបងប្អូនគ្នានេះស្រួចដល់ខាងលើតែនៅការលាបថ្នាំនិងសម្អាតក្បាច់អញ្ចឹងអត់តន់រើបទាចេញទេបាទនៅក្នុងទីតាំងនៃខ្លងទ្វារទី2ផ្ទាល់ហើយចំណែកឯរូងកម្មាគឺបានបាទរៀបចំយ៉ាងស្អាតរួចរាល់បំពាក់ភ្លើងចងកម្មាស្អាតអស់ហើយពុកម៉ែបងប្អូនគ្នានៅក្នុងទឹកដីវត្តបាទហើយក៏បញ្ជាក់ម្ដងទៀតពុកម៉ែបងប្អូនគ្នាសម្រាប់កម្មាដែលត្រូវយកមកតុបតែងនៅក្នុងពិធីបាទបុណ្យចូលឆ្នាំនៅក្នុងទឹកដីវត្តនឹងកោះនេះគឺអស់បាទវែងគឺមក5000 ម៉ែត្រពុកម៉ែបងប្អូនគ្នាប្រវែង5000 ម៉ែត្រគឺមិនធម្មតាទេវែងណាស់បាទហើយរៀបចំបែបនេះពុកម៉ែបងប្អូនគ្នាអញ្ចឹងឆ្នាំនេះវត្តសុទ្ធគឺលេងឈុតធំបាទលេងឈុតធំមែនតើបាទឈុតធំគឺរៀបចំអស្ចារ្យណាស់ពុកម៉ែបងប្អូនគ្នាប្រៀបដូចឋានសួគ៌វត្តសុទ្ធមានការរៀបចំយ៉ាងល្អឥតខ្ចោះគ្រប់ទីតាំងគ្រប់កន្លែងតែម្ដងបាទអញ្ចឹងខ្ញុំនឹងបន្តដំណើរទៅខាងមុខបន្តិចបាទដល់ខាងក្នុងមិនខាងមុខទេទៅបន្តទៅខាងមុខដោយសារតែទស្សនភាពបើនិយាយទៅគឺជាងអត់មានទេពុកម៉ែបងប្អូនគ្នាជាងសម្រាប់អស់ហើយបាទព្រោះដោយសារតែរដូវបុណ្យទានអញ្ចឹងឥឡូវនេះជាងសម្រាប់បាទជាងនៅឆ្ងាយគាត់ទៅផ្ទះជាងនៅចិត្តគាត់ក៏សម្រាប់ដែរដោយសារតែការងារចូលឆ្នាំហើយបានចូលធ្វើការវិញបាទនេះពុកម៉ែបងប្អូនគ្នាហើយបើនិយាយប្រតិទិភាពនេះបើសិនជាពេលរាត្រីវាគឺស្អាតណាស់បាទអញ្ចឹងខ្ញុំនឹងព្យាយាមបើសិនជាអាចនៅដល់ពេលយប់ខ្ញុំនឹងបង្ហាញបាទទិដ្ឋភាពពេលរាត្រីជូនដល់ពុកម៉ែបងប្អូនដល់គ្នាបាទព្រោះដោយសារតែមានការបំពាក់ភ្លើងអញ្ចឹងនៅពេលរាត្រីបាទភ្លើងបំភ្លឺតាមដងផ្លូវនៅរូងកម្មានេះប្រកាសជាស្អាតតាក់ទាញជាមួយនឹងសម្រស់នៃការរៀបចំបាទនៃការរៀបចំនេះអញ្ចឹងខ្ញុំនឹងបង្ហាញបើសិនជាមានបើសិនជាទិដ្ឋភាពខ្ញុំអាចថាបន្ថែមដល់ពេលយប់ព្រោះដោយសារតែអាចថាដោយសារតែឆ្ងាយពុកម៉ែបងប្អូនគ្នាដោយសារខ្ញុំធ្វើដំណើរឆ្ងាយអញ្ចឹងត្រូវទៅវិញមិនឲ្យយប់អញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងឥឡូវនេះបង្ហាញប៉ុណ្ណេះសិនបាទនេះគឺជាខ្សែផ្លូវដែលបានរៀបចំតុបតែងនៅក្នុងវត្តបាទរួចរាល់អស់ហើយតែទិដ្ឋភាពជាច្រើនទៀតគឺនៅបន្តទេនៅក្នុងកោះក៏មានដែរពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងខ្ញុំបាទក៏អធិស្ឋានបាទសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសិនតែមុននឹងបញ្ចប់ហ្នឹងក៏សូមខន្តីបិទទោសរាល់កំហុសខុសឆ្គងមកឲ្យជូនពរពុកម៉ែបងប្អូនគ្នាជួបតែសេចក្តីសុខប្រកបរបរទទួលទានមានបានអញ្ចឹងអរគុណច្រើនខ្ញុំបាទសូមជម្រាបលា